តម្លៃមាសបានហក់ឡើងខ្លាំងនៅព្រឹកនេះក៏ដោយសារតែសហរដ្ឋអាមេរិកជាមួយព្រមព្រៀងបត់ច្បាញ់ជាមួយគ្នារយៈពេល2សប្តាហ៍បាទស្វាគមន៍មកជួបខ្ញុំបាទថ្ងៃនេះនៅក្នុងវីដេអូថ្មីសម្រាប់បងប្អូនដែលមិនទាន់មានគណនីទិញលក់ហាងចេញមាសអាចធ្វើការបើកគណនីតាមដូចខ្ញុំបាទបានដើម្បីមានឱកាសចូលផ្សារល្អៗទាំងអស់គ្នានៅព្រឹកថ្ងៃទី8ខែ4ឆ្នាំ2026នេះវេលាម៉ោង7ព្រឹកគឺជាអវសានវត្តរបស់ប្រធានាធិបតីដូណាល់ត្រាំដាក់ទៅកាន់ប្រទេសអ៊ីរ៉ង់ហើយយើងឃើញថាក៏បានផលដែរគឺប្រទេសទាំងពីរសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ព្រមព្រៀងបត់ច្បាញ់ជាមួយគ្នារយៈពេល2សប្តាហ៍ប៉ុន្តែនេះមិនមែនជាបត់ច្បាញ់ជាអចិន្ត្រៃយ៍នោះទេគ្រាន់ជាបត់ច្បាញ់រយៈពេល2សប្តាហ៍ដើម្បីឲ្យប្រទេសទាំងពីរធ្វើការចរចាជាមួយគ្នាហើយនឹងសម្រេចជារួមនៅ2សប្តាហ៍ក្រោយថាតើការចរចានេះនឹងយល់ព្រមគ្នារហូតដល់បត់ច្បាញ់អចិន្ត្រៃយ៍បញ្ចប់សង្គ្រាមឬក៏យ៉ាងណាហើយបើតាមដែលព័ត៌មានដែលទទួលបានគឺលក្ខខណ្ឌរបស់ប្រទេសទាំងពីរសហរដ្ឋអាមេរិកបានបញ្ជូន15លក្ខខណ្ឌទៅកាន់អ៊ីរ៉ង់បញ្ជូន10លក្ខខណ្ឌមកកាន់សហរដ្ឋអាមេរិកវិញប៉ុន្តែមិនមានព័ត៌មានណាមួយថាប្រទេសទាំងពីរព្រមព្រៀងគ្នានៅឡើយទេគ្រាន់តែបទច្បាញ់នេះទុករយៈពេលនៅក្នុងការចរចាគ្នាតែប៉ុណ្ណោះប៉ុន្តែបើតាមដែលលក្ខខណ្ឌដែលទទួលបានពីទាំងពីរប្រទេសហ្នឹងគឺពិតជាពិបាកនៅក្នុងការយល់ព្រមអាចនិយាយថាការចរចាគឺភាពជោគជ័យគឺមានកម្រិតទាបខ្លាំងមែនទែនតែយើងក៏មិនទាន់ដឹងជាយ៉ាងណាដែរទីផ្សារជាក់ស្ដែងបានដើរទៅតាមកុំស៊ូលនៃព័ត៌មានរួចទៅហើយតម្លៃមាសឡើងខ្លាំងរហូតដល់ជាង$200ក្នុងមួយតម្លឹងហើយតម្លៃប្រេងក៏បានធ្លាក់ចុះមកខ្លាំងត្រឹមតែ$91ទេនៅក្នុងមួយបារ៉ែលនេះជាភាពវិជ្ជមានសម្រាប់ពិភពលោកទាំងមូលផងដែរដោយសារតែយើងទាំងអស់គ្នាគឺមិនចង់ឲ្យតម្លៃប្រេងមានការឡើងខ្លាំងដូចនេះទេវាប៉ះពាល់ទាំងអស់តែម្ដងមិនថាយើងជាជនតូចតាចឬក៏ជាប្រទេសក៏ដូចជាពិភពលោកគឺប៉ះពាល់ខ្លាំងទំនិញសពសារពើគឺឡើងថ្លៃខ្លាំងមែនទែនកុំភ្លេចរងចាំព័ត៌មានបន្ថែមទៀតថាតើការចរចារវាងពីរប្រទេសនេះនឹងទៅជាយ៉ាងណាអាចទៅរកបទច្បាញ់ដែរឬទេហើយសម្រាប់ច្រកសមុទ្រហូម៉ូសវិញគឺនឹងធ្វើការបើកក្នុងរយៈពេល2សប្តាហ៍ខាងមុខបើតាមការរាយការណ៍របស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់តែយើងក៏មិនទាន់ដឹងច្បាស់ដែរគ្រាន់ជាការនិយាយឬក៏យ៉ាងណាអូខេកុំភ្លេចតាមដានព័ត៌មានថ្មីៗបំផុតនៅក្នុង Channel Telegram និង Follow Page Facebook ផ្លូវការរបស់ខ្ញុំបាទ